របៀបផុសរូបភាពសរសេរអក្សរពីលើចូលមកកាន់ page ហើយចុចកន្លែងរូប QQ នេះខាងលើហ្នឹងបន្តមកទៀតគឺយើងចូលទៅរើសរូបដែលយើងចង់ផុសខ្ញុំរើសរូបនេះសិនត្រង់ចំណុចកន្លែងនេះគឺយើងចុចកន្លែងរូបខ្មៅដៃ edit នេះហើយយើងចុចកន្លែងអក្សរ A នេះបងប្អូននេះចុចគីហ្នឹងមកហើយយើងវាយយើងសរសេរចង់សរសេរពីអ្វីបងប្អូនសរសេរពីអ្វីសរសេរតាមនឹងទៅខ្ញុំសរសេរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបន្តមកទៀតខ្ញុំរើសពណ៌អក្សរយើងចុចកន្លែងពណ៌នេះរើសតាមពណ៌ដែលពុកម៉ែបងប្អូនចង់រើសមករើសរួចហើយខ្ញុំចុចកន្លែងពាក្យដានខាងលើនេះហើយយើងទាញសកត់លើអក្សរហ្នឹងឲ្យធ្ងន់មកអូសមកលើស៊ីសងលើពុកម៉ែបងប្អូនចង់ដែរខ្ញុំទាញមកលើចឹងហើយខ្ញុំចុចកន្លែង Q ខាងក្រោមនេះរួចហើយយើងបំពេញចំណងជើងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបំពេញចំណងជើងចឹងរួចហើយយើងអាចផុសបាននេះយើងចុច Q ខាងលើនេះមកចុចផុសខាងលើ